ធ្លាប់ទេដែលអ្នកមានអារម្មណ៍ថាពិភពលោកជុំវិញខ្លួនយើងសប្តាហ៍ថ្ងៃនេះហាក់ដូចជាពោរពេញទៅដោយការកាត់សេចក្តីនិងការចង្អុលមុខដាក់គ្នាយ៉ាងខ្លាំងពេកមិនថានៅក្នុងរង្វង់គ្រួសារក្នុងចំណោមមិត្តភ័ក្តិកន្លែងធ្វើការឬសូម្បីតែនៅលើផ្ទាំងអេក្រង់ទូរស័ព្ទដែលយើងអស់មើលរាល់ថ្ងៃឲ្យតែមានរឿងរ៉ាវមិនល្អឬកំហុសឆ្គងបន្តិចបន្តួចកើតឡើងភ្លាមវត្ថុឬរបស់ដំបូងដែលមនុស្សភាគច្រើនរត់ទៅរកមិនមែនជាទឹកចិត្តយោគយល់ឬដំណោះស្រាយនោះទេប៉ុន្តែគឺជាការរំពៃរកមើលភ្លាមថាតើវាជាកំហុសរបស់អ្នកណាដើម្បីទម្លាក់រាល់ការខឹងសម្បារទៅលើបុគ្គលនោះវាជារឿងដ៏គួរឲ្យឈឺចាប់មួយដែលភ្នែករបស់មនុស្សយើងងាយនឹងមើលឃើញនៅកំហុសរបស់អ្នកដទៃច្បាស់ជាងភ្នែកឥន្ទ្រីទៅទៀតប៉ុន្តែបែរជាងងឹតសូន្យឆឹងមើលមិនឃើញសូម្បីតែស្រមោលនៃកំហុសរបស់ខ្លួនឯងមនុស្សជាច្រើនកំពុងប្រើប្រាស់ពាក្យសម្ដីបង្កប់ដោយព្រួញពឹសចាក់ដោតទៅលើអ្នកដទៃក្រោមលេសនៃការស្ដីដាស់តឿនប៉ុន្តែនៅក្នុងជម្រៅចិត្តពិតប្រាកដវាគ្រាន់តែជាការវាយប្រហារជន់ពន្លិចដើម្បីលើកតម្កើងខ្លួនឯងឲ្យមើលទៅខ្ពស់ត្រដែតនិងត្រឹមត្រូវជាងគេតែប៉ុណ្ណោះតើមានពេលខ្លះទេដែលយើងខ្លួនឯងក៏ធ្លាប់ជ្រុលមាត់ឬជ្រុលចិត្តបន្ទោសទៅលើព្រះអាទិត្យព្រះច័ន្ទបន្ទោសព្រេងវាសនាបន្ទោសកលៈទេសៈនិងមនុស្សជុំវិញខ្លួនមុនពេលដែលយើងហ៊ានមានភាពក្លាហានអោនក្បាលទទួលស្គាល់ថាខ្លួនឯងក៏មានចំណែកខុសនៅក្នុងរឿងនោះដែរបើអ្នកធ្លាប់រងគ្រោះដោយសារពាក្យស្ដីបន្ទោសពីអ្នកដទៃរហូតដល់បាក់ទឹកចិត្តឬបើអ្នកកំពុងតែដឹងខ្លួនថាចិត្តរបស់ខ្លួនឯងចាប់ផ្ដើមប្រែទៅជាក្តៅក្រហាយនិងចូលចិត្តចងគំនុំនឹងកំហុសគេថ្ងៃនេះយើងមកទម្លាក់ភាពមានះចោលមួយផ្លែតងាកមកអង្គុយជជែកគ្នាយឺតថ្នមដកដង្ហើមឲ្យវែងរួចមកវះកាត់មើលពីជំរឿចិត្តរបស់អ្នកដែលទម្លាប់បន្ទោសអ្នកដទៃមនុស្សដែលរស់នៅដោយមានទម្លាប់ចូលចិត្តបន្ទោសអ្នកដទៃភាគច្រើនជាមនុស្សដែលមានខ្សែភ្នែកឬក៏មានតម្រង filter ពិសេសមួយនៅក្នុងខួរក្បាលនោះគឺការមើលឃើញតែចំណុចអវិជ្ជមានមុនជានិច្ចមិនថាមនុស្សជុំវិញខ្លួនខំប្រឹងប្រែងធ្វើល្អបូជាកម្លាំងកាយកម្លាំងចិត្តដើម្បីគាត់បាន99ដងឬល្អឥតខ្ចោះពេញមួយជីវិតក៏ដោយឲ្យតែមានថ្ងៃមួយដែលមនុស្សម្នាក់នោះធ្វើខុសឬខកខានត្រឹមតែមួយដងនោះទង្វើល្អទាំង99ដងនឹងត្រូវរលាយសាបសូន្យភ្លាមកំហុសតូចមួយនោះនឹងត្រូវបានគាត់ពង្រីកឲ្យធំជាងភ្នំរួចយកមកធ្វើជាអាវុធដើម្បីវាយប្រហារអ្វីដែលគួរឲ្យហួសចិត្តនិងជាទស្សនវិជ្ជាដ៏ជូរចត់បំផុតនោះគឺមនុស្សប្រភេទនេះតែងតែមានស្តង់ដារ2យ៉ាងច្បាស់ក្រឡែតនៅក្នុងការវិនិច្ឆ័យជីវិតរឿងដដែលព្រឹត្តិការណ៍ដូចគ្នាប៉ុន្តែឲ្យតែខ្លួនឯងជាអ្នកធ្វើគាត់នឹងរកលេសរាប់រយចម្ពោះរកហេតុផលមកការពារខ្លួនឯងយ៉ាងមានទឹកមាត់មានអំណាចមានអំណះអំណាងដូចជាមកពីខ្លួនខ្ញុំបញ្ញាប់ពេកមកពីខ្ញុំហត់ពេកឬក៏មកពីមេឃក្តៅពេកឬអាចមកពីស្ថានភាពដែលបង្ខំចិត្តឲ្យខ្ញុំធ្វើបែបនេះតែផ្ទុយទៅវិញឲ្យតែរឿងដដែលនោះកើតឡើងទៅលើអ្នកដទៃគាត់មិនខ្វល់ពីហេតុផលនៅពីក្រោយទាល់តែសោះគាត់នឹងកាត់សេចក្តីភ្លាមដោយអយុត្តិធម៌ថាមកពីមនុស្សនោះមិនបានការមកពីអ្នកនោះមិនមានការអប់រំមិនមានចំណេះដឹងមកពីម្នាក់នោះជាមនុស្សខ្ជិលច្រអូសអាត្មានិយមឬក៏គ្មានការទទួលខុសត្រូវនេះជាចរិតលក្ខណៈទម្លាក់កំហុសឲ្យគេដើម្បីរក្សាភាពស្អាតស្អំនិងភាពជាជនរងគ្រោះសម្រាប់ខ្លួនឯងបើក្រឡេកមើលចរិតលក្ខណៈនិងទម្លាប់ប្រចាំថ្ងៃរបស់មនុស្សប្រភេទនេះវិញយើងនឹងសង្កេតឃើញថាពួកគាត់មានចរិតមួយគឺភាពឆេវឆាវនិងការគ្រប់គ្រងមនុស្សប្រភេទនេះមិនចេះអត់ធ្មត់រងចាំស្ដាប់ហេតុផលនោះទេឲ្យតែមានរឿងទាស់ចិត្តបន្តិចភ្នំភ្លើងនៃកំហឹងរបស់គាត់នឹងផ្ទុះឡើងភ្លាមគាត់ប្រើអារម្មណ៍ឆេវឆាវមកបាំងមុខព្រោះវាជាវិធីងាយបំផុតក្នុងការបំបិទមាត់របស់អ្នកដទៃមិនឲ្យគេមានឱកាសបកស្រាយនៅក្នុងទំនាក់ទំនង
គាត់តែងតែចង់ដើរតួជាអ្នកខ្សែលើជានិច្ចគាត់ចង់ឲ្យគ្រប់គ្នារស់នៅក្រោមបញ្ជាក្រោមការគ្រប់គ្រងនិងការរៀបចំរបស់គាត់ពេលដែលអ្នកដទៃធ្វើតាមគាត់គិតថាវាជារឿងធម្មតាដែលគេត្រូវធ្វើប៉ុន្តែដល់ពេលគេធ្វើខុសពីបន្ទាត់ដែលគាត់បានគូសសូម្បីតែបន្តិចក៏គាត់ចាត់ទុកថាជាកំហុសដ៏ធំរបស់គេដែរជាងនេះទៅទៀតយើងគ្រប់គ្នាត្រូវតែបែងចែកឲ្យដាច់ស្រឡះរវាងពាក្យពីរម៉ាត់គឺការស្ដីបន្ទោសនិងការស្ដីប្រដៅមនុស្សដែលចូលចិត្តស្ដីបន្ទោសគឺមិនចេះនិយាយស្ដីប្រដៅដោយសម្ដីទន់ភ្លន់ឬប្រើហេតុផលនោះឡើយចរិតរបស់គាត់គឺចូលចិត្តប្រើពាក្យសម្ដីខ្លាំងៗឌឺដងដៀលថ្មេះឬនិយាយបញ្ឆិតបញ្ឈៀងឲ្យអ្នកដទៃឈឺចាប់គាត់មិនដែលខ្វល់ទេថាមនុស្សដែលស្ដាប់នឹងមានអារម្មណ៍ខ្មាស់គេឬខូចចិត្តខ្លាំងប៉ុណ្ណាព្រោះការស្ដីបន្ទោសរបស់គាត់មិនមែនធ្វើឡើងដើម្បីស្ថាបនាឬចង់ឲ្យអ្វីៗល្អឡើងវិញនោះទេប៉ុន្តែវាធ្វើឡើងក្នុងចេតនាចង់ទម្លាក់កំហុសតែមួយមុខគត់វាជាការប្រើប្រាស់ពាក្យសម្ដីធ្ងន់ធ្ងរគំរោះគំរើយដើម្បីជន់ពន្លិចនិងធ្វើបាបផ្លូវចិត្តអ្នកដទៃក្នុងគោលបំណងតែមួយគត់គឺដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ថាខ្ញុំជាអ្នកត្រូវខ្ញុំជាអ្នកឈ្នះនិងមានតម្លៃជាងអ្នកផ្ទុយទៅវិញការស្ដីប្រដៅឬការរិះគន់បែបស្ថាបនាគឺកើតចេញពីបេះដូងដែលពោរពេញទៅដោយក្តីមេត្តានិងចេតនាល្អពិតប្រាកដមនុស្សដែលចេះប្រដៅគេនឹងរងចាំឲ្យអារម្មណ៍ស្ងប់គេនឹងជ្រើសរើសទីកន្លែងស្ងាត់ដែលមានតែពីរនាក់គេនឹងប្រើសម្ដីទន់ភ្លន់ផ្អែមល្ហែមប៉ុន្តែមានទម្ងន់វាជាការនិយាយដើម្បីឲ្យគេមើលឃើញកំហុសឬជួយបង្ហាញផ្លូវខុសត្រូវជួយរកដំណោះស្រាយនិងចង់ឃើញមុខមនុស្សម្នាក់នោះអភិវឌ្ឍខ្លួនឲ្យល្អជាងមុននៅថ្ងៃស្អែកប៉ុន្តែសម្រាប់មនុស្សដែលចូលចិត្តស្ដីបន្ទោសនិងចង់បានព្រៀបខ្សែលើគេវិញគាត់មិនត្រូវការភាពទន់ភ្លន់នោះទេព្រោះគាត់យល់ច្រឡំថាភាពទន់ភ្លន់គឺជាភាពទន់ជ្រាយគាត់សុខចិត្តប្រើសម្ដីក្រោតក្រៀតនិងចរិតការឈ្នះដើម្បីធ្វើជាខែលការពារអំនួតក្នុងចិត្តដើម្បីបំពេញទំហំអាត្មានិយមរបស់ខ្លួនឯងឲ្យមើលទៅឃើញថាខ្លួនឯងខ្លាំងជាងគេតែប៉ុណ្ណោះដើម្បីឲ្យយើងកាន់តែមើលឃើញរូបភាពនេះច្បាស់យើងសាកល្បងមកកលេចមើលឧទាហរណ៍ជាក់ស្ដែងចំនួន2ដែលកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នានៅក្នុងរូបភាពទី1ក្នុងរង្វង់គ្រួសារឬទំនាក់ទំនងស្នេហាសាកស្រមៃមើលទស្សនីយភាពនៅក្នុងផ្ទះមួយចុះបន្ទាប់ពីហត់នឿយនឹងការងារពេញមួយថ្ងៃស្វាមីឬក៏ភរិយាបានស្ម័គ្រចិត្តចូលទៅក្នុងផ្ទះបាយដើម្បីធ្វើម្ហូបពេលល្ងាចប៉ុន្តែដោយសារតែភាពប្រញាប់ប្រញាល់ឬមានអារម្មណ៍តានតឹងពេកគាត់ក៏ជ្រុលធ្វើឲ្យម្ហូបមួយមុខនោះមានរសជាតិប្រៃឬក៏ខ្លោចបន្តិចបន្តួចចឹងទៅមនុស្សដែលមានទម្លាប់ចូលចិត្តបន្ទោសនិងចង់បានព្រៀបខ្សែលើគេពេលដែលមកដល់តុបាយភ្លាមគាត់មិនបានមើលឃើញពីការលះបង់ឬការខំប្រឹងប្រែងធ្វើម្ហូបទាំងហត់នឿយនោះឡើយអ្វីដែលគាត់ធ្វើភ្លាមគឺសម្ដែងទឹកមុខខឹងសម្បាក្រវាត់ក្រវែងចានបាយស្លាបព្រាឬហើបមាត់ស្ដីបន្ទោសខ្លាំងតែម្ដងធ្វើម្ហូបប៉ុណ្ណឹងក៏ធ្វើមិនកើតដែរប្រៃនោះប្រៃធ្វើការងារអីក៏មិនបានការសោះសម្ដីគំរោះគំរើយឬភាពឆេវឆាវបែបនេះវាបានបំផ្លាញទឹកចិត្តនិងក្តីស្រឡាញ់របស់អ្នកធ្វើម្ហូបឲ្យរលាយសាបសូន្យត្រឹមមួយប្រព្រឹត្តភ្នែកគាត់មិនបានប្រើសម្ដីទន់ភ្លន់មកប្រាប់ឬជួយកែខៃនោះទេប៉ុន្តែគាត់ជ្រើសរើសយកកំហុសតូចមួយនេះមកជន់ពន្លិចដៃគូដើម្បីបង្ហាញថាខ្ញុំជាអ្នកផ្ដល់លុយខ្ញុំជាអ្នកធំដូច្នេះគ្រប់យ៉ាងត្រូវតែល្អសម្រាប់ខ្ញុំចំណែកឯក្នុងរូបភាពទី2វិញនៅក្នុងបរិយាកាសការងារនៅក្នុងក្រុមហ៊ុនឬក៏ស្ថាប័នមួយមានគម្រោងមួយត្រូវបានយឺតយ៉ាវជាងផែនការឬមានកំហុសបច្ចេកទេសបន្តិចបន្តួចកើតឡើងមេដឹកនាំឬក៏ប្រធានក្រុមដែលចូលចិត្តដើរតួជាអ្នកខ្សែលើនិងចង់គ្រប់គ្រងគេនឹងមិនចំណាយពេលសូម្បីតែ1នាទីដើម្បីសាកសួរពីបញ្ហាឬក៏ជួយរកដំណោះស្រាយរួមនោះឡើយអ្វីដែលគាត់ធ្វើគឺការបើកការប្រជុំបន្ទាន់មួយផ្លែតដើម្បីចង្អុលមុខដៀលថ្មេះនិងទម្លាក់កំហុសទាំងអស់ទៅលើបុគ្គលិកថ្នាក់ក្រោមយ៉ាងគំហុកមកពីពួកឯងធ្វើការងារខ្ជាគ្មានទំនួលខុសត្រូវបានជាការងារវារញ៉េរញ៉ៃបែបហ្នឹងប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តបំផុតនោះគឺ
នៅពេលដែលគម្រោងនោះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់វិញគាត់បែរជាដើរចេញមុខមកទទួលរាល់ពានរង្វាន់ឬក៏ការកោតសរសើរតែម្នាក់ឯងដោយនិយាយថាវាគឺជាស្នាដៃឬក៏ការដឹកនាំដ៏ឆ្លាតវៃរបស់គាត់ទៅវិញនេះហើយជាចរិតពិតរបស់មនុស្សស្តង់ដារ2បើខុសគឺមកពីគេតែបើត្រូវឬបានផលគឺមកពីខ្ញុំទង្វើនិងចរិតលក្ខណៈឆេវឆាវទាំងនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាអីបានទាល់តែសោះនោះទេប៉ុន្តែវាកំពុងតែបង្កើតបរិយាកាសមួយដែលពោរពេញទៅដោយជាតិពុលឬភាពតុកសិកយ៉ាងធ្ងន់ធ្ងរមនុស្សជុំវិញខ្លួនមិនថាជាប្តីប្រពន្ធកូនចៅឬក៏បុគ្គលិកនោះទេពួកគេនឹងចាប់ផ្ដើមរស់នៅក្នុងភាពភ័យខ្លាចភាពតានតឹងនិងការបាក់ទឹកចិត្តយូរទៅពួកគេនឹងចាប់ផ្ដើមដើរចេញឆ្ងាយបិទបេះដូងឈប់និយាយស្ដីឬឈប់ដល់គំនិតពិតប្រាកដព្រោះពួកគេដឹងច្បាស់ណាស់ថាទោះជាពួកគេខំប្រឹងលះបង់ធ្វើល្អដល់កម្រិតណាក៏ដោយក៏គង់តែត្រូវខុសនឹងរងពាក្យស្ដីបន្ទោសដដែលនៅពេលដែលមានរឿងទាស់ចិត្តបន្តិចបន្តួចកើតឡើងនៅពេលដែលអ្នកឃើញមនុស្សម្នាក់បង្ហាញចរិតការឆ្នះឆេវឆាវចាំតែចាប់កំហុសនិងដេញបន្ទោសអ្នកដទៃមិនឈប់ឈរនៅក្នុងចិត្តរបស់យើងប្រហែលជាមានអារម្មណ៍ខឹងសម្បារឬអាក់អន់ចិត្តនឹងគាត់ខ្លាំងណាស់ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាគាត់មានទម្លាប់បែបនេះតើមានអ្វីកើតឡើងនៅក្នុងចិត្តគំនិតនិងអតីតកាលរបស់គាត់បានជាជំរុញឲ្យគាត់ក្លាយជាមនុស្សដែលមានចរិតបែបនេះតាមពិតទៅនៅក្នុងជំរឿចិត្តវិទ្យាការដេញចង្អុលមុខបន្ទោសអ្នកដទៃនិងការចង់ដើរតួជាអ្នកខ្សែលើជានិច្ចនោះវាមិនមែនជាសញ្ញានៃភាពរឹងមាំឬអំណាចពិតប្រាកដនោះទេតែផ្ទុយទៅវិញវាគឺជាយន្តការការពារខ្លួនរបស់មនុស្សដែលមានភាពទន់ជ្រាយនិងភាពភ័យខ្លាចបំផុតនៅក្នុងផ្លូវចិត្តទីមួយនោះគឺគាត់ជាមនុស្សដែលខ្លាចការខកចិត្តខ្លាចការបាត់បង់តម្លៃរបស់ខ្លួនឯងមនុស្សប្រភេទនេះមានទំនុកចិត្តលើខ្លួនឯងទាបខ្លាំងណាស់ទោះបីជាខាងក្រៅគាត់សម្ដែងធ្វើជាខ្លាំងក៏ដោយសម្រាប់គាត់ការពោលពាក្យទទួលស្គាល់ថាខ្ញុំខុសខ្ញុំធ្វើមិនបានល្អវាគឺជារឿងដ៏គួរឲ្យអាម៉ាស់បំផុតនិងឈឺចាប់បំផុតនិងខូចខាតដល់តម្លៃខ្លួនឯងដែលគាត់ខំសាងឡើងដូច្នេះខួរក្បាលរបស់គាត់ក៏ជ្រើសរើសផ្លូវកាត់មួយដែលងាយស្រួលបំផុតគឺការរុញកំហុសនិងភាពបរាជ័យទាំងនោះឲ្យទៅអ្នកដទៃភ្លាមដើម្បីឲ្យខ្លួនឯងនៅតែមានអារម្មណ៍ថាមានសុវត្ថិភាពមានភាពស្អាតស្អំនិងត្រឹមត្រូវជានិច្ចទីពីរនោះអាចថាគាត់មានរបួសផ្លូវចិត្តពីអតីតកាលយើងអាចហៅបានថា childhood trauma ពួកគាត់ជាច្រើនអាចធ្លាប់លូតលាស់ឡើងនៅក្នុងបរិយាកាសគ្រួសារឬក៏សង្គមមួយដែលរងការរិះគន់និងការស្ដីបន្ទោសខ្លាំងៗកាលពីក្មេងគាត់ធ្លាប់រស់នៅក្នុងសម្ពាធដែលថាបើធ្វើខុសនឹងត្រូវពិន័យឬត្រូវគេលែងស្រឡាញ់របួសទាំងនោះបានបង្រៀនគាត់ឲ្យយល់ច្រឡំថាការធ្វើជាអ្នកគ្រប់គ្រងនិងការដើរខ្សែលើគេគឺជាវិធីតែមួយគត់ដើម្បីការពារខ្លួនឯងកុំឲ្យរងការឈឺចាប់ម្ដងទៀតគាត់ក៏រៀនសូត្រពីទម្លាប់អាក្រក់របស់មនុស្សចាស់ពីមុនរួចយកមកអនុវត្តបន្តលើមនុស្សជុំវិញខ្លួននៅពេលដែលគាត់មានអំណាចទី3នោះអាចថាគាត់ខ្វះខាតលទ្ធភាពក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯង lack of emotional intelligence មនុស្សដែលឆេវឆាវនិងមិនចេះនិយាយប្រដៅដោយសម្ដីទន់ភ្លន់គឺមកពីគាត់មិនដឹងពីវិធីចម្រាញ់អារម្មណ៍ខឹងរបស់ខ្លួនឯងនោះទេនៅពេលដែលមានបញ្ហាកើតឡើងគាត់មានអារម្មណ៍ថាថប់បារម្ភនិងតានតឹងខ្លាំងរហូតដល់ខួរក្បាលផ្នែកហេតុផលឈប់ធ្វើការគាត់ក៏ប្រើប្រាស់វិធីស្ដីបន្ទោសឬជេរប្រមាថគេធ្វើជាប្រឡាយបង្ហូរជាតិពុលនិងបង្ហូរភាពមួម៉ៅខាងក្នុងចិត្តរបស់គាត់ចេញមកក្រៅដើម្បីឲ្យខ្លួនឯងបានធូរស្រាលមួយផ្លែតដោយគាត់មិនខ្វល់ទាល់តែសោះថាពាក្យសម្ដីទាំងនោះបានបន្សល់ទុកនៅស្នាមរបួសនិងភាពខ្ទេចខ្ទាំដល់ចិត្តអ្នកស្ដាប់កម្រិតណានោះឡើយចុះបើថ្ងៃណាមួយយើងស្រាប់តែភ្ញាក់រលឹកដឹងខ្លួនឯងថាយើងក៏កំពុងធ្លាក់ចូលទៅក្នុងទម្លាប់អាក្រក់មួយនោះដែរយើងចាប់ផ្ដើមដឹងខ្លួនថាពេលខ្លះយើងក៏ឆេវឆាវជ្រុលមាត់ប្រើសម្ដីធ្ងន់ធ្ងរទៅលើមនុស្សជាទីស្រឡាញ់ចង់តែឈ្នះចង់តែដើរខ្សែលើគេនិងចូលចិត្តរកលេសទម្លាក់កំហុសឲ្យអ្នកដទៃដើម្បីការពារខ្លួនសូមកុំទាន់អស់សង្ឃឹមឬពិបាកចិត្តពេកអីការដែលយើងដឹងខ្លួននោះមានន័យថាចិត្តរបស់យើងកំពុងតែចាប់ផ្ដើមព្យាបាលហើយទម្លាប់ដែលខំសាងមកជាច្រើនឆ្នាំ
វាមិនអាចផ្លាស់ប្ដូរបានត្រឹមតែមួយថ្ងៃនោះទេប៉ុន្តែយើងអាចចាប់ផ្ដើមផ្លាស់ប្ដូរវាបន្តិចម្ដងតាមរយៈជំហានដ៏អស្ចារ្យមួយចំនួនដែលខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះជំហានទី1នោះគឺអនុវត្តផ្អាក5នាទីឬ10នាទីមុននឹងហើបមាត់នៅពេលដែលអ្នកមានរឿងទាស់ចិត្តកើតឡើងភ្លាមធម្មជាតិរបស់មនុស្សឆេវឆាវគឺចង់ហើបមាត់ស្ដីបន្ទោសឬជេរប្រមាថបន្តិចភ្លាមនៅក្នុងវិនាទីដ៏ក្តៅគគុកនោះសូមព្យាយាមបិទមាត់ឲ្យជិតដកដង្ហើមឲ្យធំឲ្យបានជ្រៅទៅដល់ពោះរួចរាប់ក្នុងចិត្តពី1ទៅដល់10ការផ្អាក10វិនាទីនេះគឺដើម្បីអនុញ្ញាតឲ្យខួរក្បាលផ្នែកហេតុផលមានពេលដំណើរការនិងដើម្បីទប់កំហឹងមិនឲ្យគ្រប់គ្រងលើបបោមាត់របស់យើងសួរខ្លួនឯងស្ងាត់ៗថាតើពាក្យដែលខ្ញុំរៀបនឹងនិយាយចេញទៅនេះវាធ្វើឲ្យបញ្ហាល្អប្រសើរឡើងឬក៏វាគ្រាន់តែធ្វើឲ្យខ្ញុំមើលទៅឈ្នះគេមួយផ្លែតប៉ុន្តែត្រូវបាត់បង់ទំនាក់ទំនងពេញមួយជីវិតរបៀបទី2នោះគឺបដូរទម្លាប់ការស្ដីបន្ទោសមកជាការស្ដីប្រដៅបែបទន់ភ្លន់ទៅវិញបដូរផ្នត់គំនិតដែលចង់គ្រប់គ្រងនិងចង់ជិះសេះលេងដៃលើគេចេញមកវិញនៅពេលដែលកូនចៅមិត្តភក្តិឬដៃគូជីវិតធ្វើខុសសូមចាំថាគ្មានមនុស្សណាម្នាក់ចង់ធ្វើខុសនោះទេសូម្បីតែខ្លួនអ្នកក៏នៅតែធ្វើខុសដែរជំនួសដោយការប្រើសម្ដីគ្រោកគ្រាតកំហុសឌៀលថ្មេះឲ្យគេខ្មាស់គេសាកល្បងហៅគេមកអង្គុយជជែកគ្នានៅកន្លែងស្ងាត់ប្រើទឹកមុខស្ងប់ស្ងៀមនិងពោលសម្ដីទន់ភ្លន់ថារឿងដែលកើតឡើងនេះវាមិនល្អទេប៉ុន្តែខ្ញុំដឹងថាអ្នកមិនបានតាំងចិត្តធ្វើវាខុសឡើយមកនេះឥឡូវយើងមកមើលតើវាខុសត្រង់ណាហើយយើងអាចជួយកែលម្អឬកែខៃវាបានយ៉ាងដូចម្តេចការនិយាយបែបនេះមិនមែនធ្វើឲ្យយើងបាត់បង់នៅអំណាចនោះទេប៉ុន្តែវាកាន់តែធ្វើឲ្យមនុស្សជុំវិញខ្លួនគោរពកោតខ្លាចនិងស្រឡាញ់យើងចេញពីបេះដូងពិតប្រាកដរបៀបទី3នោះគឺបង្កើនភាពក្លាហានក្នុងការទទួលខុសត្រូវការរកលេសការពារខ្លួនវាគឺជារឿងរបស់មនុស្សទន់ជ្រាយប៉ុន្តែការហ៊ានឱនក្បាលទទួលស្គាល់ការពិតគឺជាទង្វើរបស់មនុស្សដែលមានភាពចាស់ទុំនិងអស្ចារ្យបំផុតសាកល្បងវឹកហាត់ពោលពាក្យដ៏មានតម្លៃបំផុតមួយម៉ាត់គឺពាក្យថាខ្ញុំសុំទោសរឿងនេះខ្ញុំក៏មានចំណែកខុសដែរការព្រមទទួលស្គាល់ថាខ្លួនឯងខុសធ្វើមិនទាន់បានល្អវាមិនមែនធ្វើឲ្យតម្លៃរបស់អ្នកនោះធ្លាក់ចុះនោះទេប៉ុន្តែវាបង្ហាញថាអ្នកជាមនុស្សដែលមានចិត្តទូលាយបើកចិត្តរៀនសូត្រពីកំហុសនិងត្រៀមខ្លួនរួចជាស្រេចដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាមនុស្សដ៏ល្អម្នាក់ជារៀងរាល់ថ្ងៃមុននឹងបញ្ចប់ការជជែកគ្នានៅក្នុងវីដេអូថ្ងៃនេះខ្ញុំចង់ដកស្រង់នៅរូបភាពមួយមកដាស់តឿននិងរំលឹកចិត្តរបស់អ្នកស្ដាប់ទាំងអស់គ្នាសូមសាកល្បងលើកដៃរបស់អ្នកឡើងលើមករួចធ្វើកាយវិការចង្អុលទៅខាងមុខនៅពេលដែលម្រាមដៃចង្អុលរបស់អ្នកកំពុងតែបាញ់ឆ្ពោះទៅរកអ្នកដទៃដើម្បីដេញដោលទម្លាក់កំហុសសូមងាកមកមើលដៃខ្លួនឯងវិញអ្នកនឹងមើលឃើញថានៅមានម្រាមដៃ3ទៀតដែលកំពុងតែបត់ត្រឡប់មកចង្អុលចំទ្រូងនិងបេះដូងខ្លួនឯងវិញយ៉ាងច្បាស់ក្រឡែតនេះគឺជាការពិតនៃជីវិតរាល់ពេលដែលយើងចំណាយពេលនឹងធម៌ពលទៅសម្លឹងមើលទៅវិនិច្ឆ័យនិងទៅដាក់កំហុសរបស់អ្នកដទៃខ្លាំងប៉ុណ្ណាវាក៏បានបង្ហាញពីកម្រិតនៃភាពទន់ជ្រាយភាពចង្អៀតចង្អល់និងរបួសខាងក្នុងចិត្តរបស់យើងខ្លាំងប៉ុណ្ណោះដែរមនុស្សដែលពោពេញទៅដោយក្តីសុខនិងការយល់ដឹងពិតប្រាកដគេមិនដែលចំណាយពេលដេញតាមគ្រប់គ្រងឬជិះជាន់ខ្សែលើអ្នកណាម្នាក់ឡើយព្រោះគេរវល់តែប្រើប្រាស់ពេលវេលានោះមកមើលចិត្តគំនិតនិងកែប្រែចំណុចខ្វះខាតរបស់ខ្លួនឯងពិភពលោកនេះវានឹងប្រែជាមានភាពកក់ក្ដៅនិងមានក្តីសុខច្រើនជាងមុនបើយើងគ្រប់គ្នាព្រមបដូរចង្អុលម្រាមដៃដែលចាំតែចង្អុលបាញ់កំហុសគេមកជាការលាតបាតដៃរួចហុចទៅជួយលើកទឹកចិត្តជួយបង្ហាញផ្លូវនិងអត់ឱនឲ្យគ្នាទៅវិញទៅមកការឈ្នះដោយសារសម្ដីឆេវឆាវនិងការដេញដោលស្ដីបន្ទោសវាគ្រាន់តែជាការឈ្នះបែបអាត្មានិយមមួយផ្លែតតែប៉ុណ្ណោះប៉ុន្តែការឈ្នះដោយចិត្តធំទូលាយនិងសម្ដីទន់ភ្លន់ទើបជាការឈ្នះដ៏ពិតប្រាកដដែលឈ្នះបានទាំងចិត្តមនុស្សជុំវិញខ្លួនអ្នកសង្ឃឹមថារឿងរ៉ាវដែលយើងបានជជែកគ្នានៅក្នុងថ្ងៃនេះអាចជាកញ្ចក់មួយយ៉ាងថ្លាសម្រាប់ឆ្លុះមើលចិត្តរបស់យើងទាំងអស់គ្នាដើម្បីឲ្យយើងរស់នៅមានការយោគយល់ចិត្តគ្នាជារៀងរាល់ថ្ងៃអរគុណខ្លាំងណាស់សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់និងរួមដំណើរជាមួយគ្នានៅក្នុងថ្ងៃនេះសូមថែរក្សាសុខភាពផ្លូវកាយនិងបេះដូងរបស់អ្នកឲ្យបានល្អ
ជួបគ្នានៅក្នុងវីដេអូក្រោយសូមជម្រាបលានិងសូមឲ្យអ្នកមានថ្ងៃដ៏ស្រស់បំព្រងគ្រប់ៗគ្នា